បាទសួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាសារជាថ្មីជាមួយនឹង Channel Team Red Gold អញ្ចឹងថ្ងៃនេះខ្ញុំចង់មកធ្វើការវិភាគទៅលើតម្លៃហាងឆេងមាសហើយបងប្អូនមើលវីដេអូនេះហើយអាចពិចារណាក្នុងការចូលទិញលក់បានដោយខ្លួនឯងណាហើយសម្រាប់យប់នេះគឺមានព័ត៌មានសំខាន់មួយដែរបងប្អូនទាំងអស់គ្នានៅថ្ងៃទី11ខែ3ឆ្នាំ2026ហ្នឹងគឺជាទិន្នន័យ CPI ប្រចាំខែនិងប្រចាំឆ្នាំអញ្ចឹងតិចទៀតខ្ញុំនឹងធ្វើការសម្រាយបញ្ជាក់បន្ថែមពាក់ព័ន្ធជាមួយនឹងទិន្នន័យមួយហ្នឹងណាទិន្នន័យព័ត៌មានមួយហ្នឹងថាវាអាចជះឥទ្ធិពលអ្វីខ្លះដល់តម្លៃហាងឆេងមាសអញ្ចឹងថ្ងៃនេះខ្ញុំដំបូងខ្ញុំចង់មកធ្វើការបង្ហាញពីការវិភាគទៅលើតម្លៃហាងឆេងមាសសិនអញ្ចឹងជាទូទៅគឺខ្ញុំមើល time frame ខ្ញុំឆែកមើល time frame 1ម៉ោងបាទខ្ញុំឆែកមើល time frame 1ម៉ោងថាជាផ្សារគឺវានៅទម្រង់បែបណាដើម្បីងាយស្រួលក្នុងការចូលណាអញ្ចឹងខ្ញុំមើល time frame 1ម៉ោងហើយបន្ទាប់មកគឺយើងមើលទៅលើ time frame 4ម៉ោងបងប្អូនទាំងអស់គ្នាអញ្ចឹងដោយសារតែ1ម៉ោងគឺវាអត់ទាន់មានកន្លែង confirm ទេអញ្ចឹងខ្ញុំសូមមើល4ម៉ោងអញ្ចឹងសម្រាប់4ម៉ោងនេះទម្រង់បែបនេះខ្ញុំមើលឃើញថាវាចូលជាទម្រង់ត្រាកនបងប្អូនជាមួយខ្ញុំគូឲ្យមើលទម្រង់ត្រាកោណនេះគឺមានន័យថាពេលដែលវាដាច់ពីតំបន់ខ្ពស់ហើយវាចុះពីតំបន់ខ្ពស់ហើយគឺវាបង្កើតជាមួយនឹងការឡើងទៅវិញណា confirm ហើយឡើងទៅវិញនេះបងប្អូនឃើញទេអញ្ចឹងមានន័យថាគឺវាបានពីប៉ះហើយខាងក្រោមនេះមានន័យថាវាចុះពីខាងលើនេះមកមួយវាបង្កើតជាមួយនឹង support ខាងក្រោមមួយទៀតអញ្ចឹងវាបានមកប៉ះបន្ទាប់មកគឺវាទៅជាទម្រង់ uptrend បើយើងគូបែបនេះនេះវាជាទម្រង់ uptrend អញ្ចឹងវាជាទម្រង់ uptrend ខាងលើនេះគឺវាបានមកប៉ះដែរវាបានមកប៉ះអញ្ចឹងខាងលើបានពីរប៉ះហើយខាងក្រោមនេះគឺវាបានមកប៉ះដែរគឺវាបានពីរប៉ះអញ្ចឹងមានន័យថាខាងលើពីរប៉ះខាងក្រោមពីរប៉ះអញ្ចឹងស្មើគ្នាណាហើយទម្រង់គឺជាទម្រង់ត្រាកនអញ្ចឹងនៅពេលដែលទម្រង់ត្រាកនទីផ្សារគឺវានៅចាំជាមួយនឹងព័ត៌មានជាក់ស្ដែងយប់គឺយើងមានព័ត៌មានអញ្ចឹងទីផ្សារគឺវាចាំម៉ោងព័ត៌មានហើយសម្រាប់ទីផ្សារនេះខ្ញុំមើលឃើញគឺវាអាចនឹងធ្វើការឡើងទៅលើច្រើនជាងមកក្រោមគឺវាអាចនឹងឡើងទៅលើហើយតំបន់ដែលខ្ញុំមើលឃើញនេះមានថាគឺវាចុះមក1 2មកប៉ះ2ប៉ះអញ្ចឹងមានន័យថាវាឡើងទៅលើនេះគឺវាជាទូទៅបើសិនជាករណីកម្លាំងខ្លាំងគឺវាអាចនឹងឡើងដល់នេះដល់បន្ទាត់ resistance ខាងលើនេះប៉ុន្តែវាឡើងអត់ដល់ទេវានៅតម្លៃនេះអញ្ចឹងតម្លៃនេះគឺជាតម្លៃ order block ដ៏ធំមួយនេះគឺជាតម្លៃ order block ដ៏ធំមួយគឺជាតម្លៃ gap តម្លៃដែលដាច់ gap ណានេះដែលដាច់ gap ហើយស្រាប់តែវាចុះមកវូហ្មងវាអត់ confirm gap ទេជាទូទៅបើសិនជាករណីវាដាច់ឡើងដាច់ gap បែបនេះវា confirm gap ហើយគឺវាឡើងទៅលើប៉ុន្តែនេះគឺវា confirm gap ហើយគឺវាអត់នេះទេគឺវាស្រាប់តែបុកចុះបន្ថែមមកក្រោមទៀតណាអញ្ចឹងគឺវាឡើងមកដល់កន្លែងហ្នឹងវាធ្វើការ reaction អញ្ចឹងកន្លែង reaction ខ្ញុំអាចឲ្យអ្នកនរគ្នាចាំទិញនៅតំបន់មួយនេះតំបន់ support ហើយបន្ទាប់មកគឺយើង take profit នៅតំបន់ខាងលើនេះ gap មួយទៀតអញ្ចឹង gap មួយទៀតហ្នឹងគឺនៅចន្លោះ5400ជាងបងប្អូនអរគ្នានេះ gap មួយទៀតខ្ញុំគួរមើលនេះ gap នេះសម្រាប់ gap នេះ gap មួយទៀតណាអញ្ចឹង gap ដែលវាចុះមកដូចគ្នានេះបងប្អូនឃើញទេនេះចុះមកដូចវាដាច់ gap ហើយវាចុះមកខ្លាំងបន្ទាប់មកគឺវាទៅយក gap ហ្នឹងមួយទៀតអញ្ចឹង gap ហ្នឹងគឺនៅ5000ជប់ខ្ញុំគូឲ្យសិនដើម្បីងាយស្រួលមើល5000នេះ5000ហើយខ្ញុំដកនេះចេញសិននេះ5425ហើយសម្រាប់កន្លែងទិញនេះកន្លែងទិញគឺនៅកន្លែងទិញនេះបងប្អូនកន្លែងទិញគឺនៅ5160ចន្លោះ5160មក5120 5120ហ្នឹងគឺជាតំបន់ដែលបងប្អូនគួរតែទិញណាគួរតែទិញឡើងដើម្បីទាញយកផលចំណេញហើយចំពោះការទាញយកផលចំណេញបងប្អូនអាច
កាត់បានដោយខ្លួនឯងបងប្អូនជាអ្នក scalping ជាអ្នក long term បើសិនជា long term អាចហូរ profit ទី1គឺនៅ 5,300 ហើយ profit ទី2គឺនៅ 5,400 អញ្ចឹងបងប្អូនអាចទាញរកផលចំណេញបានណាហើយសម្រាប់យើងក៏លេខជាមួយនឹងព័ត៌មានវិញលើព័ត៌មាននៅយប់នេះម៉ោង 7 កន្លះទៅលើការព្យាករណ៍គឺ1តូចជាងការព្យាករណ៍2ធំជាងការព្យាករណ៍ហើយ3គឺស្មើអញ្ចឹងមានន័យថាព័ត៌មាននេះគឺប្រទីបតុងគ្នាទៅលើព័ត៌មាននេះគឺប្រទីបតុងគ្នាណាអញ្ចឹង3ហ្នឹងបើសិនជាមាន2មានន័យថា2មានន័យថា2ដល់ឥឡូវទីហោ2ខាងលើចេញមកស្រាប់តែអត់ល្អទាំងអស់អញ្ចឹងអាចនឹងធ្វើឲ្យតម្លៃហាងឆេងមាសមានការកើនឡើងមានន័យថា2នឹងល្អស្រាប់តែមួយនេះអាក្រមនេះគឺសុំទោសមានន័យថា2នេះអត់ល្អអាខាងក្រមនេះល្អណាអញ្ចឹងធ្វើឲ្យតម្លៃហាងឆេងមាសមានការធ្លាក់ចុះហើយគឺមានការកើនឡើងវិញណាតែបើសិនជាករណីចេញមកគឺល្អទាំង3អញ្ចឹងមានន័យថាតម្លៃហាងឆេងមាសអាចនឹងមានការបន្តការធ្លាក់ចុះទៀតអាចនឹងមានការបន្តការធ្លាក់ចុះបន្ថែមទៀតណាហើយបើសិនជាចេញមកគឺល្អ2អត់ល្អ1អញ្ចឹងតម្លៃហាងឆេងមាសក៏អាចនឹងមានការធ្លាក់ចុះច្រើនជាងការកើនឡើងដែរអញ្ចឹងសម្រាប់អានេះគឺខ្ញុំអត់បានបញ្យល់អីត្រួសទេអញ្ចឹងសង្ឃឹមថាមានវីដេអូក្រោយគឺខ្ញុំនឹងធ្វើការបង្ហាញជូនអ្នកនរគ្នាទៀតណាហើយមួយទៀតបើសិនជាអ្នកនរគ្នាអត់ទាន់មាន account ក្នុងការ trade ទេអ្នកនរគ្នាអាចធ្វើការបើក account ក្នុងការ trade បានព្រោះថាម៉ោងព័ត៌មានបែបនេះគឺយើងអាចទាញរកផលចំណេញបានច្រើនមែនទែនបងប្អូនទាំងគ្នាបើសិនជាយើងចូលត្រូវណាហើយសម្រាប់បើសិនជាបងប្អូនអត់ទាន់ចេះសោះទៅលើវិស័យ forex ហ្នឹងបងប្អូនអាចឆាតមក Telegram របស់ខ្ញុំបានខ្ញុំមានការបរៀនជូន free មានការបរៀនជូនបងប្អូនទាំងអស់គ្នា free ហើយមានក្រុមការងារសម្រាប់ support មាន group VIP ជូនបងប្អូនទាំងអស់គ្នាទៀតចំពោះការបើក account ក៏យើង free ដែរបងប្អូនបាទហើយយើងមាន group VIP ជូនណាអញ្ចឹងសម្រាប់បងប្អូនដែលចង់បើក account ឬក៏បងប្អូនចង់ស្វែងយល់បន្ថែមពាក់ព័ន្ធជាមួយនឹងព័ត៌មានអីបន្ថែមទៀតបងប្អូនអាចឆាតមក Telegram របស់ខ្ញុំបានប្រឹក្សាយោបល់បន្ថែមបានណាអរគុណច្រើន